សួស្តីប្រិយមិត្តទាំងអស់គ្នាជាទីមេត្រីព័ត៌មាននៅថ្ងៃទី27ខែតុលាឆ្នាំ2025សេចក្តីរាយការណ៍ពីសារព័ត៌មានសិង្ហបុរី CNA ថានាវាចម្បាំងអាមេរិកបានមកដល់ប្រទេស Trinidad និង Tobago ជិតគៀកនឹងប្រទេស Venezuela ហើយកាលពី6ម៉ោងមុនការមកដល់នាវាចម្បាំង USS Gravely ត្រូវបានប្រកាសកាលពីថ្ងៃប្រហ័សដោយរដ្ឋាភិបាល Trinidad ដែលបានចូលចតនៅរដ្ឋធានី Port of Spain សម្ពាធនេះគឺជាផ្នែកមួយនៃយុទ្ធនាការយោធាដែលកំពុងកើនឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ប្រឆាំងនឹងអង្គការជួញដូរគ្រឿងញៀននៅអាមេរិកឡាទីនដែលបានកំណត់គោលដៅជាពិសេសទៅលើសត្រូវសំខាន់របស់លោក Trump គឺលោក Maduro នៅ Trinidad និង Tobago ប្រទេសកោះភ្លុះនេះមានប្រជាជនតែ 1.4 លាននាក់តែប៉ុណ្ណោះអ្នកខ្លះស្វាគមន៍និងគាំទ្ររដ្ឋាភិបាលរបស់ពួកគេចំពោះយុទ្ធនាការរបស់សហរដ្ឋអាមេរិកប៉ុន្តែអ្នកខ្លះទៀតព្រួយបារម្ភអំពីការជាប់គាំងនៅក្នុងចំនួនរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងការ៉ាកាសចំណែកឯព័ត៌មានថ្មីមួយទៀតនៅពេលដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយរដ្ឋអាស៊ានចំនួន4លោកត្រាំសន្យាថានឹងបដិញ្ញាចិត្ត 100% របស់អាមេរិកចំពោះអាស៊ីអាគ្នេយ៍យើងនេះគឺជាការសន្យាពីប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់មេដឹកនាំសមាគមប្រជាជាតិអាស៊ាននៅថ្ងៃទី26ខែតុលានេះលោកបាននិយាយថាសហរដ្ឋអាមេរិកមានបំណងក្លាយជាដៃគូនិងមិត្តដ៏រឹងមាំសម្រាប់មនុស្សជំនាន់ក្រោយៗទៀតដោយលើកឡើងពីរបៀបដែលឥឡូវនេះវាស្ថិតនៅក្នុងយុគសម័យមាសរបស់អាមេរិកលោកត្រាំក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនលើពាណិជ្ជកម្មនិងរ៉ែសំខាន់ៗជាមួយដៃគូអាស៊ីអាគ្នេយ៍ចំនួន4នៅថ្ងៃអាទិត្យនេះចំណែកព័ត៌មានថ្មីមួយទៀតមន្ត្រីសេដ្ឋកិច្ចកម្ពុជាចិននិងសហរដ្ឋអាមេរិកបានយល់ព្រមលើក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មនៅថ្ងៃអាទិត្យទី26ដុល្លារនេះខណៈដែលប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាលោកមានទំនុកចិត្តក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រធានាធិបតីចិនលោក Xi Jinping នៅពេលដែលពួកគេជួបគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះលោក Scott Bessent រដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលអាមេរិកនិងលោក Jasmine Kier តំណាងពាណិជ្ជកម្មបានជួបជាមួយឧបនាយករដ្ឋមន្ត្រីចិនលោក He Lianwei និងអ្នកចរចាពាណិជ្ជកម្មដ៏កំពូលមួយទៀតគឺលោក Chiang Gan នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពូសម្រាប់ការពិភាក្សាផ្ទាល់លើកទី5ចាប់ពីខែឧសភាភាគីទាំងពីរកំពុងសម្លឹងមើលការជៀសវាងការកើនឡើងនៃសង្គ្រាមពាណិជ្ជកម្មរបស់ពួកគេបន្ទាប់ពីប្រទេសទាំងពីរគំរាមគ្នាទៅវិញទៅមកអំពីការដំឡើងពន្ធនិងការនាំចេញរ៉ែកម្រ